ទទួលបានទឹកស្អាតនិងអនាម័យគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាបាននូវជីវិតរស់នៅប្រកបដោយផាសុកភាពនិងជីវភាពល្អប្រសើរទោះបីជាយ៉ាងណាក៏ដោយសហគមន៍ជនបទមួយចំនួននៅក្នុងប្រទេសកម្ពុជានៅតែជួបប្រទះនូវបញ្ហាកង្វះទឹកស្អាតប្រើប្រាស់ជាពិសេសគ្រួសារក្រីក្រនិងជនងាយរងគ្រោះផ្សេងទៀតដែលរស់នៅតំបន់បរិស្ថានប្រឈមនិងតំបន់ជនបទដាច់ស្រយាលដោយពួកគាត់ពឹងអាស្រ័យទៅលើតែទឹកស្រះបឹងប្រឡាយស្ទឹងនិងទីកន្លែងដែលមានប្រភពទឹកមិនច្បាស់លាស់ប្រភពទឹកទាំងនោះគឺមិនស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនិងមិនមានសុវត្ថិភាពសម្រាប់ផឹកនៅឡើយគ្រួសារនៅតាមជនបទមួយចំនួនក៏មិនទាន់ទទួលបានសេវាអនាម័យដែលមានការកែលម្អដែរដោយសារតែបញ្ហានេះក្រុមគ្រួសារទាំងនោះជាពិសេសកុមារតូចៗតែងតែទទួលរងនូវជំងឺដូចជារាគគ្រុនពោះវៀននិងជំងឺក្រិនជាដើមសម្រាប់ខ្ញុំជាជនពិការគឺជួបបញ្ហាច្រើនលើគ្រូដោយសារថាទី1ពេលយើងទៅមុជទឹកស្ទឹងអញ្ចឹងណាអញ្ចឹងវាជួបការលំបាកមាំទៅចុះទៅមាំតែឡើងវិញវាលំបាកច្រើនអញ្ចឹងសម្រាប់ខ្ញុំជាអ្នកពិការពីមុនមកយើងរែកពីអូមកចម្ងាយពីអូមកផ្ទះខ្លះក៏200ខ្លះទៅ400-500ម៉ែត្រពីអូមកផ្ទះចាពួកយើងណាមួយយើងជាស្ត្រីទៅវាពិបាកនៃការទៅដួសទៅអីពីអូមកផ្ទះវាឆ្ងាយដែរចាកាលពីមុនគឺឃុំតតោកយើងខ្ញុំនេះលំបាកមែនទែនប្រើតែទឹកអូទឹកស្រះទឹកអីវាបំផុសទឹកអូនៅឆ្ងាយប្រជាជនគាត់ចំណាយពេលវេលាដែរទី2មកអត់មានទឹកស្អាតប្រើប្រាស់បណ្ដាលឲ្យមានប៉ះពាល់សុខភាពឬរោគគ្រុនចាញ់អីជាបន្តបន្ទាប់កន្លងមកបានធម្មតាយើងទៅបាត់ជើងយើងមិនចេះទៅបាត់ទៅទីអញ្ចឹងយើងត្រូវការរកកន្លែងសមរម្យហើយយើងត្រូវជីកដៅកប់អញ្ចឹងទៅដូច្នេះវាជួបឧបសគ្គច្រើនដែរបញ្ហាការបន្ទោសបងយើងបន្ទោសបងពីការជួនកាលអ្នកខ្លះគាត់ជីកទៅអ្នកខ្លះគាត់អត់ជីកទេអញ្ចឹងអ្នកខ្លះគាត់ចូលព្រៃដុកតាមក្រោយផ្ទះអីអញ្ចឹងទៅតាមជាការជេរជាការស្វាយអីអញ្ចឹងទៅហើយមាត់អូមាត់អីអញ្ចឹងទៅចាកាលពីមុនដូចជាស្ត្រីមានពោះធំទៅយើងឈឺបាត់ជើងអុយទៅឆ្ងាយវាពិបាកយកប្រលប់ខ្លាច់ពោះខ្លាច់ក្អែបបាទកាលមុនគឺអាឃុំនេះបន្ទោបងពីកាលបាទពីកាលមានមែនតែនបានផ្ទះមួយចំនួនដែលគាត់មានប្រើប្រាស់ក្នុងការបន្ទោបងល្អ3-4-5% ហ្នឹងយ៉ាងច្រើនពេកផងសំបីតាជីប្រគុណធ្វើចាក់ផេះចាក់អីហ្នឹងក៏គាត់ធ្វើបានមួយគ្រាតូចតាចទេការប្រើប្រាស់បង្គន់អនាម័យគឺយើងមានលក្ខណៈច្បោកច្បល់ចូលគ្នាដោយបែងចែកអត់តាន់ដាច់យើងអត់អាចដឹងថាសិស្សម្នាក់គឺគាត់បានសម្អាតត្រឹមត្រូវទេអញ្ចឹងធ្វើឲ្យពួកខ្ញុំពិបាកនៅក្នុងការរក្សាអនាម័យហើយមួយទៀតគឺតើតើនឹងសិស្សស្រីក៏ដូចជាគ្រូស្រីគឺយើងត្រូវការកន្លែងដែលផ្លាស់ប្ដូរនៅពេលដែលយើងមករដូវជារៀងរាល់ខែអញ្ចឹងណាបងអត់សូវជាមានអារម្មណ៍សុវត្ថិភាពប៉ុន្មានទេបកូនយើងអត់តាន់មានទ្វាររៀងស្អាតហើយកន្លឹះក៏វាអត់សូវជាមាំប្រហែលដែរកាលពីមុនយើងមានបន្ទប់ទឹកតិចតួចសម្រាប់ប្រើបុគ្គលិកហើយអ្នកជំងឺគាត់មានតិចតួចហើយអ្នកជំងឺគាត់មកច្រើនគាត់ខ្វះខាតពេលដែលគាត់ចូលហ្នឹងវាប្រើប្រាស់អត់បានគ្រប់គ្រាន់បងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងតំបន់ហ្នឹងគាត់ខ្វះទឹកស្អាតប្រើប្រាស់ត្រូវចំណាយពេលវេលាយូរដើម្បីទៅយកទឹកប្រភពទឹកដែលបានមកពីប្រភពទឹកដែលមិនច្បាស់លាស់ដូចជាប្រភពទឹកស្រះឬក៏ប្រភពទឹកអូប្រភពទឹកស្ទឹងឬក៏ប្រភពទឹកព្រែកអីដែលមានប្រភពមិនច្បាស់លាស់ទី2យើងឃើញថាអត្រាក្រមដប់ការប្រើប្រាស់ទឹកនិងអនាម័យរបស់គាត់នៅទាបមែនតើទឹកប្រសិនបើទឹកមិនស្អាតគឺជាឃាតករហើយមួយវិញទៀត
ជាពិសេសស្ត្រីនិងកុមារនៅពេលដែលគាត់ទៅដងទឹកពីតាមរណ្ដៅតាមអីផ្សេងពេលខ្លះក៏មានគ្រោះថ្នាក់ដល់ជីវិតដោយសារតែមិនមានការការពារត្រឹមត្រូវរណ្ដៅជ្រៅគាត់ចេះទៅដងពីក្នុងនឹងមកហើយក៏មានគ្រោះថ្នាក់ហើយអាចមានគ្រោះថ្នាក់ដោយប្រការផ្សេងពីព្រោះកាលណាដើរទៅរកទឹកហ្នឹងគឺឆ្លងកាត់នៅព្រៃរបស់ព្រៃផ្សេងវាអាចមានជួបហានិភ័យដល់យថាហេតុក្រោយពីទទួលបាននូវសន្តិភាពពេញលេញនៅទូទាំងប្រទេសរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានខិតខំអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងការបន្តវេនដឹកនាំប្រទេសឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ2050ជាប្រទេសចំណូលខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលមានអាទិភាពគន្លឹះចំនួន5រួមមានមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាក្រសួងអភិវឌ្ឍជនបទបានរៀបចំនិងអនុវត្តគម្រោងកម្មវិធីអភិវឌ្ឍផ្នែកផ្គត់ផ្គង់សេវាកម្មទឹកស្អាតនិងអនាម័យជនបទជំហានទី3ដែលមានគោលបំណងធ្វើឲ្យកាន់តែប្រសើរឡើងនៃសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលរស់នៅតំបន់ជនបទក្នុងខេត្តចំនួន10រួមមានខេត្តកំពង់ធំព្រះវិហារសៀមរាបឧត្តរមានជ័យបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់កំពង់ឆ្នាំងកំពង់ស្ពឺនិងកំពតតាមរយៈការធ្វើឲ្យប្រសើរឡើងនៃការផ្គត់ផ្គង់ទឹកស្អាតនិងវិធានការលុបបំបាត់ការបន្ទោបង់ពាសវាពាសកាលមកដល់ពេលបច្ចុប្បន្នគម្រោងបានជីកស្រះសហគមន៍ចំនួន45ខួងអណ្ដូងចំនួនជាង2700ជួសជុលអណ្ដូងបានជាង100ផ្ដល់ពីងត្រង់ទឹកភ្លៀងលក្ខណៈគ្រួសារចំនួនជាង120,000ពីងសាងសង់ប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍ចំនួន9ផ្ដល់ជូនបង្គន់គ្រួសារចំនួនជាង12,000បង្គន់និងបង្គន់សាធារណៈចំនួន147បង្គន់លើសពីនេះទៅទៀតតាមរយៈគម្រោងឃុំចំនួន41បានបញ្ចប់ការបន្ទោបង់ពាសវាពាសកាលផងដែរបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងតំបន់ហ្នឹងគាត់បែរពីការប្រើប្រាស់ទឹកមិនស្អាតមានប្រភពមិនបានលាស់មកប្រើទឹកស្អាតហើយមានប្រភពច្បាស់លាស់វិញនៅក្នុងជំហានទី3របស់យើងនេះគឺយើងផ្ដោតសំខាន់ការប្រែប្រួលអាកាសធាតុការគ្រប់គ្រងហានិភ័យនៃគ្រោះមហន្តរាយទី2គឺយើងបានលើកកម្ពស់ការចូលរួមរបស់ស្ត្រីភាពជាអ្នកដឹកនាំជាស្ត្រីនៅទី3យើងបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតគម្រោងទឹកស្អាតហ្នឹងគាត់ផ្ដល់ទ្វាងអញ្ចឹងណាអ្នកគ្រូដល់ព្រៀងមកឲ្យអញ្ចឹងគាត់បានព្រៀងហ្នឹងគាត់ស្តុបទឹកព្រៀង3ទឹកទៅវាស្មើ3ទីទឹកអញ្ចឹងវាច្រើនគួរសមដែរមើលសម្រាប់តែយើងយកទៅដាំហូបហ្នឹងវាអាចចិត្តនឹងគ្រប់វេនហ្នឹងឯងទឹកបរិរមនេះមកចេញមកសោះគូហ្មងអត់ហ្មងអត់មានអីមកក្លិននេះក្លិននោះទេឥឡូវនៅផ្ទះគ្រប់គ្រាន់ហើយប្រើទឹកគ្រប់គ្រាន់នៃបាក់ដូចមុនហើយសម្រាប់ទឹកស្អាតហើយនិងបង្គន់អនាម័យគឺវាផ្ដល់ជាភាពងាយស្រួលដល់គ្រូស្រីសិស្សស្រីដើម្បីធ្វើការសម្អាតខ្លួនប្រាណជាប្រចាំថ្ងៃហើយនឹងសម្អាតខ្លួនប្រាណក៏ដូចជាធ្វើអនាម័យពេលដែលគាត់មករដូវហើយសម្រាប់សិស្សស្រីដែលគាត់ស្នាក់នៅក្នុងអន្តេវាសិកដ្ឋានក្នុងសាលាអនុវិទ្យាល័យទឹកសុកក៏គាត់ប្រើប្រាស់ទឹកស្អាតហើយនឹងបង្គន់អនាម័យហ្នឹងដើម្បីជំរះកាយប្រកបដើម្បីប្រើប្រាស់នៅពេលដែលគាត់មករដូវដូចជាគ្រូដែរនៅសាលាតាមការសង្កេតរបស់ខ្ញុំគឺងាយស្រួលដោយសារតែសិស្សគឺគាត់ឈប់រអ៊ូរទាំជាមួយនឹងការប្រើប្រាស់ទឹកស្អាតហើយនឹងបង្គន់នឹងទៀតអញ្ចឹងខ្ញុំក៏បានសួរបញ្ជាក់ដែរថាមិនដែរប្រើប្រាស់ទឹកនឹងវាមិនគ្រប់គ្រាន់អត់យើងចូលចិត្តចូលបន្ទប់ទឹកនៅសាលាអត់ទេគាត់ក៏មានអីអ្នកគ្រូវាប្រសើរជាងមុនឆ្ងាយអញ្ចឹងក៏ប្រាប់អញ្ចឹងខ្ញុំគិតថាវាជាសញ្ញាល្អមួយ
ចឹងទៅឥឡូវគាត់មានទលំទលាយតាំងពីជនពិការមានសម្រាប់ជនពិការទប់ទឹកបរោះហើយទប់ទឹកស្ត្រីមានច្រើនណាស់ហើយទឹកប្រើប្រាស់អត់ខ្វះខាតដូចពីមុនទេប៉ុន្តែឥឡូវមានទឹកប្រព័ន្ធមកសម្រាប់គ្រប់គ្រាន់យើងប្រើប្រាស់ស្រួលក្នុងការលាងសម្អាតសម្ភារៈអ្នកជំងឺដែលគាត់មកសម្រាកគាត់អាចបោកគក់សម្ភារៈឬក៏កៅអៅសម្លៀកបំពាក់របស់គាត់បានល្អស្អាតត្រឹមត្រូវវាមានសារៈប្រយោជន៍សំខាន់ណាស់ដោយសារបើយើងមានប្រគុណហើយធ្វើឲ្យយើងការពារថាឥឡូវហើយមានន័យថាអនាម័យនឹងជាចម្បងសម្រាប់កត្តាសុខភាពរបស់យើងចា៎ពេលដែលយើងបានទឹកស្អាតប្រើប្រាស់បានប្រគុណនៅចិត្តមានន័យថាបានទឹកស្អាតមកគាត់ថាចុះពីផ្ទះឬក៏ក្បែរផ្ទះយើងយកទៅធុងមកដួសមកយើងយកចូលផ្ទះឬក៏ចម្អិនម្ហូបអាហារឬក៏យកទៅដាំទឹកផឹកទៅងាយលឿននៃពេលវេលារបស់យើងចាវាមានពេលសម្រាប់យើងទៅចំការឬក៏ទៅរកស៊ីអីផ្សេងទៅធ្វើការអីផ្សេងបានចានៅក្នុងមណ្ឌលសុខភាពយើងក៏មានតួនាទីក្នុងការផ្សព្វផ្សាយដល់ប្រជាជនឬក៏អ្នកជំងឺដែលគាត់មកទទួលសេវារបស់យើងដែរអញ្ចឹងផ្សព្វផ្សាយតាក់ទងអនាម័យតាក់ទងការប្រាស់ទឹកតាក់ទងការចូលបន្ទប់ទឹកអីឲ្យគាត់ប្រើឲ្យគាត់បោះលាងសម្អាតដូចគ្នាមុននឹងគម្រោងអនាម័យទឹកស្អាតជនបទជំហានទី3នឹងចូលមកគឺកាត់បានប្រជុំប្រជាពលរដ្ឋហៅប្រជាពលរដ្ឋដើម្បីផ្សព្វផ្សាយពីគម្រោងនឹងប្រមូលព័ត៌មានពីប្រជាពលរដ្ឋមកចាហើយឬខ្ញុំក៏បានណែនាំដល់ស្ត្រីផ្សេងទៀតឲ្យគាត់ឆ្ងល់ចំណុចអ្វីមួយក៏ហ៊ានសួរទៅខាងគម្រោងតបទៅវិញដែរចាគឺយើងបានចុះណែនាំគាត់ឲ្យចេះប្រើប្រាស់ទឹកប្រើប្រាស់ពាងប្រើប្រាស់បង្គន់ឲ្យបានស្អាតឲ្យបានល្អថិតថេរឲ្យបានជូរវែងបានខ្ញុំបានប្រជុំរួមទាំងភូមិទាំងមូលខ្ញុំបានផ្សព្វផ្សាយឲ្យពលរដ្ឋខ្ញុំហ្នឹងថាពេលគម្រោងដែលដឹកពាងចូលហើយត្រូវចេះជួយថែរក្សាអញ្ចឹងណាគ្រូខ្ញុំថាចាក់សាបដាក់ទៅលើឲ្យបានស្អាតរៀបចំឲ្យបានស្អាតអ្វីដែលជារបស់យើងត្រូវចេះថែរក្សាយើងត្រូវចេះអនាម័យអីជុំវិញអាងទឹកពាងទឹកអញ្ចឹងណាគ្រូខ្ញុំគិតថាវាសំខាន់ខ្លាំងណាស់រឿងសហគមន៍ចូលរួមទុកជួសជុលដងនេះផ្សព្វផ្សាយប្រាប់ទៅថាយើងដល់ខែហើយអ្នកណាមានលុយខ្លះយកមកដាក់មកដល់ពេលយើងមានថវិកាជួសជុលដងវាសម្រាប់សំខាន់ត្រង់ថាយើងប្រើដងបានយូរវែងហើយយើងកាលណាខូចយើងមានលុយជួសជុលទៅយើងចេះតែបានយូរទៅមុខទៀតមានស្ត្រីមួយចំនួនមកជួយមើលដូចថាដងខូចទៅយើងជួយជួសជុលទៅល្អដោយសារស្ត្រីចេះជួយធ្វើបានដូចថាយើងដឹងថាខូចកន្លែងនេះហើយយើងនាំស្ត្រីគ្នាយើងទៅយើងជួសជុលទៅហើយយើងនឹងបានទឹកប្រើភ្លាមអត់ចាំបរោះត្រឹមទាំងបរោះមកពីព្រៃមកដល់ហើយយើងហៅគេឲ្យមកជួយបើនិយាយពីការយើងបង្កើតការថែទាំទី1ពីងយើងបណ្ដោះបណ្ដាលទៅតាមលក្ខណៈគ្រួសារឲ្យគាត់ចេះថែរក្សាពីងថែរក្សាដែលយើងចាក់សាបឲ្យបានស្អាតហើយទឹកភ្លៀងទឹកអីមានគម្របមានអីត្រឹមត្រូវយើងមានរៀបចំក្នុងការថែទាំនេះហើយការអណ្ដូងទឹកយើងបានរៀបចំគណៈកម្មការថែទាំវាជាអចិន្ត្រៃយ៍ការខូចខាតក៏យើងមានប្រាក់សន្សំដើម្បីថែទាំបង្គន់អណ្ដូងហ្នឹងបានជាបន្តបន្ទាប់មានគណៈកម្មការយើងបានរៀបចំហើយជាស្រេចសម្រាប់ខូចខាតសម្រាប់តែការថែទាំយើងធ្វើរបងធ្វើអីបត់ដើម្បីសុខភាពរបស់យើងហើយមួយទៀតខាងបង្គន់គឺយើងក៏មានការថែទាំហើយនឹងការណែនាំទៅតាមលក្ខណៈគ្រួសារមិនមែនយើងធ្វើចាត់តាំងឡើងដោយដងទឹកទេបាទដូចនេះគម្រោងនេះខ្ញុំគិតថាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅជនបទជួយបង្កើននៅសុខភាពរបស់គាត់ជួយបង្កើនជីវភាពរស់នៅរបស់គាត់ឲ្យកាន់តែល្អប្រសើរចាសប្បាយចិត្តក្នុងភូមិគឺសប្បាយចិត្តដែលមានគម្រោងនឹងចូលមកចាបើខាក់ទៅមុខទៀតបើពួកគាត់បោះឆ្នោតឲ្យខ្ញុំធ្វើជាអនុភូមិហើយគឺជាជនបង្គោលភូមិទៀតគឺខ្ញុំសប្បាយចិត្តមែនតើចា